ក្នុងពិធីផ្ដល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2015លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានជំរុញឲ្យពន្លឿននីតិវិធីលើកលែងទោសស្ត្រីមានកូននិងស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារឲ្យបានមុនចូលឆ្នាំខ្មែរឬមុនថ្ងៃ8មីនាខាងមុខប៉ុន្តែលោកក៏បានថ្លែងមិនចំឈ្មោះដល់ក្រុមស្ត្រីមួយក្រុមថាខំរកវិធីសពបែបយ៉ាងឲ្យបានជាប់គុកដើម្បីបានមេដាយនិងងារជីវរៈនារីផងដែរថ្មីបើលោកនាយករដ្ឋមន្ត្រីថាលោកធ្វើតាមបំណងអ្នកទាំងនោះក៏ដោយក៏លោកមិនភ្លេចដោះខ្លួនចេញពីការជាប់ពាក់ព័ន្ធនឹងតុលាការដោយលោកថ្លែងថាការដាក់គុកអ្នកទាំងនោះជានីតិវិធីរបស់តុលាការប៉ុណ្ណោះគាត់ជាប់គុកអ្នកខ្លះជាប់គុកដើម្បីទៅយកមេដាយទេបានគាត់ត្រឹមធ្វើអាម៉េចបើគាត់គ្រាន់តែទៀងទាធម្មតាយកអត់ជាប់គុកចឹងគាត់ទៅប្រកាសអាស្ថានគាត់ល្មើសស្អីដែលអាចជាប់គុកបានចូលទៅជាប់គុកយូរឬក៏គុកឲ្យតែបានគុកគឺគាត់ខ្លាយទៅជាវិរៈនារីហើយចឹងជូនតាមដំណើរទៅការនោះរឿងតឡាការទៅជាបាត់ហ្នឹងទេទោះបីជាលោកនាយករដ្ឋមន្ត្រីមិនបាននិយាយចំឈ្មោះស្ត្រីនោះជាអ្នកណាក៏ដោយប៉ុន្តែក្នុងចំណោមក្រុមស្ត្រីបង្កក់ទាំង10នាក់ដែលកំពុងជាប់ពន្ធនាគារមានអ្នកស្រីទេពវណ្ណីម្នាក់ធ្លាប់បានទទួលពានរង្វាន់ស្ត្រីភាពជាមេដឹកនាំពិភពលោករបស់អង្គការ Vital Voice ក្នុងរដ្ឋធានី Washington កាលពីខែមេសាឆ្នាំ2013ស្ត្រីបង្កក់ទាំង10នាក់នោះត្រូវបានអាជ្ញាធរចាប់ខ្លួននិងផ្តន្ទាទោសជាប់ពន្ធនាគារម្នាក់1ឆ្នាំនិងពិន័យជាប្រាក់ម្នាក់2លានរៀលប៉ុន្តែស្ត្រីមួយចំនួនត្រូវបានសាលាឧទ្ធរកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹម6ខែវិញនិងបន្ថយប្រាក់ពិន័យមកនៅត្រឹម1លានរៀលឯខ្លះទៀតត្រូវរក្សាតាមសាលដីការបស់សាលាដំបងដដែលបទចោទដែលតុលាការកាត់ក្តីស្ត្រីទាំង10នាក់នោះគឺការធ្វើបាតុកម្មដោយបិទផ្លូវធ្វើឲ្យស្ទះចរាចរណ៍សាធារណៈខណៈស្ត្រីទាំងនោះតវ៉ាឲ្យអាជ្ញាធររាជធានីភ្នំពេញបើកបង្ហូរទឹកចេញពីភូមិរបស់ពួកគេដោយពួកគេចោទថាអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនស៊ូកាកូអ៊ីនមានចេតនាបិទគប់លូឲ្យទឹកភ្លៀងជន់លិចភូមិរបស់ពួកគេតែក្រុមស្ត្រីទាំងនោះពិតជាចង់ជាប់ពន្ធនាគារដើម្បីបានទទួលពានរង្វាន់មែនទេធម្មជាតិទាំងមនុស្សទាំងសត្វសុទ្ធតែចង់មានសេរីភាពបើគេចាប់ត្រីក្រឹមពីក្នុងស្ទឹងបឹងបួរមកដាក់ក្នុងកែវទោះបីកែវនោះមានដាក់ចំណីហូរហៀយ៉ាងណាក៏វាគ្មានឱកាសនឹកនាចំណីទាំងនោះដែរវាខំហែលឆ្លេឆ្លាបុកកែវវិលរហូតដល់អស់កម្លាំងជួនកាលស្លាប់ក្នុងកែវនោះទៅដូចគ្នាដែរបើគេចាប់បក្សីព្រៃដែលធ្លាប់មានសេរីភាពហាច់ហើរទៅគ្រប់ទិសទីមកដាក់ក្នុងទ្រុងទោះបីជាទ្រុងនោះធ្វើពីមាសមានទឹកនិងចំណីគ្រប់គ្រាន់ក៏វាមិនចាប់អារម្មណ៍ដែរវាខំទៅទះស្លាប់ហើបុករកច្រកចេញរហូតដាច់រោមបាក់ស្លាប់ចិញ្ចៀមអស់កម្លាំងស្លាប់ក្នុងទ្រុងនោះយ៉ាងណាមិញមនុស្សក៏មិនខុសពីសត្វជាឧបមាទាំងនោះដែរបើដូចលោកនាយករដ្ឋមន្ត្រីថាស្ត្រីទាំងនោះចង់ជាប់គុកដើម្បីបានមេដាយឬងារជីវរៈនារីនោះបានន័យថាស្ត្រីទាំងនោះមិនស្គាល់តម្លៃសេរីភាពសោះទេគឺអន់ជាងសត្វដេរឆានទៅទៀតអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តកម្មលោកស៊ុនប៊ុនស័កមិនយល់ស្របនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែលថាស្ត្រីទាំងនោះចង់ជាប់គុកដើម្បីបានទទួលពានរង្វាន់នោះទេលោកបន្តថាស្ត្រីបង្កក់ទាំងនោះគ្រាន់តែទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាប្រឈមរបស់ពួកគេដែលប៉ះពាល់ពីការអភិវឌ្ឍតែប៉ុណ្ណោះសូមសម្ដែងការយល់ទោសហើយនឹងមិនគ្រប់គ្រងពាក្យពេចន៍របស់សម្ដែងលោកនាយករដ្ឋមន្ត្រីទេកន្លែងទៅហ្នឹងបាទព្រោះថាការទាមទាររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍហ្នឹងគឺមិនមែនពីព្រោះតែចង់បានរង្វាន់មេដាយអីផ្សេងៗនោះទេមែនតើរឿងសំខាន់គឺប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះគ្នាទាមទារឲ្យអាជ្ញាធររបស់រដ្ឋដោះស្រាយសិទ្ធិរបស់ខ្លួនតារឿងនេះជាកម្មវត្ថុសំខាន់នៃការទាមទារបាទលោកស៊ុនប៊ុនស័កបន្ថែមថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថាជូនតាមសំណើនោះបញ្ជាក់ថាចេតនារបស់លោកហាក់ដូចជាចង់ឲ្យមនុស្សទាំងនោះជាប់ពន្ធនាគារចំណែកប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាត់ហុកលោកនីចរិយាមានប្រសាសន៍ថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីដែលថាជូនតាមសំណើនោះជាការបញ្ជោះបន្សោកឲ្យប្រជាពលរដ្ឋខ្លួនឯងផងបង្ហាញឲ្យឃើញពីក្រមសីលធម៌នៃភាពជាអ្នកដឹកនាំផងនិងជាពិសេសវាលាតត្រដាងយ៉ាងច្បាស់នៅការជ្រៀតជ្រែកប្រព័ន្ធតុលាការមិនអាចរកអ្វីមកប្រកែកបានខ្ញុំយល់ថាថ្នាក់ដឹកនាំបញ្ជោះទៅលើប្រជាជនដូចនេះដូចជាធ្វើឲ្យអាចនឹងប៉ះពាល់ទៅដល់ក្រមសីលធម៌ជាអ្នកដឹកនាំទី1
ហើយទី2ក៏បង្ហាញដែរថាអំណាចទាំងអស់គឺនៅលើកណ្ដាប់ដៃគាត់មិនអាចដោះសារបានថាតុលាការមិននៅក្រោមអំណាចរបស់គាត់ទេកាលណាគាត់និយាយថាជូនតាមសំណើមានន័យថាគាត់ចង់ឲ្យតុលាការដាក់ទោសដល់ស្មានណាក៏បានដែរគាត់ឲ្យតែស្ត្រីទាំងអស់ហ្នឹងចង់បានយោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅថ្ងៃទី3ខែមេសាឆ្នាំ2013អំពីអ្នកស្រីទេវនីទទួលបានពានរង្វាន់មេដឹកនាំពិភពលោកឲ្យដឹងថាគោលបំណងដែលអង្គការ Vital Voice ផ្ដល់ពានរង្វាន់នោះដល់អ្នកស្រីទេវនីគឺដើម្បីជាសារមួយទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់អំពើហិង្សាការចាប់ខ្លួនឬឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្សប៉ុន្តែពេលនេះគោលបំណងនោះបែរជាត្រូវប្រមុខរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាលេសដើម្បីឲ្យតុលាការឃុំខ្លួនក្រុមស្ត្រីបង្កក់ទាំង10នាក់នោះក្រោមហេតុផលថាបំពេញបំណងឲ្យបានទៅទទួលមេដាយនៅវ៉ាស៊ីនតោនទៅវិញខ្ញុំណុលតារា